បាទជំរាបសួរបងប្អូនថ្ងៃនេះថ្ងៃទី4ខែ3 2025ថ្ងៃនេះយើងយប់នេះដាក់3គីឡូតែយើងដាក់3គីឡូជាង3គីឡូ6ទៅខាងក្រុងផ្សេងនោះណាបងប្អូនណានេះយើងរៀបចំដាក់រួចហើយបងប្អូននេះសកៃដូងត្រាំទឹកណាបងប្អូនណាសកៃដូងត្រាំទឹកឥឡូវយើងដាក់ទៅឲ្យគាត់យប់នឹងតែម្ដងណាបងប្អូនណាអូខេមួយល្អបងប្អូនអើយនេះថតពេលចូលបងប្អូនអើយអត់សូវឃើញពណ៌វាស្អាតទេធាតុពិតឡើងលឿងហើយធំល្អបងប្អូនអូខេហើយដួងក៏អស់ដែរបងប្អូនអស់ថ្ងៃនឹងតែម្ដងអាទិត្យក្រោយប្រហែលជាអាចថ្ងៃទី10ជាងអត់មានទេណាបងប្អូនណាតែដួងបកកយើងមានខ្លះមានប្រហែលជា3 4កញ្ចប់ដែរអូខេបាទបងប្អូនអញ្ចឹងយើងដាក់អញ្ចឹងណាបងប្អូនណាយើងដាក់ជាមួយនឹងសកៃដូងទុំហើយយើងត្រាំទឹកហើយដាក់ចូលអញ្ចឹងគឺអត់ងាប់ទេណាបងប្អូនណាអញ្ចឹងយើងដាក់អញ្ចឹងគឺចូលអស់ហើយមកជាហៀងគឺយើងដាក់រហូតទៅដល់1គីឡូ8ណាបងប្អូនណា1គីឡូ8អញ្ចឹងពីហ្នឹងគឺ3គីឡូ6ណាបងប្អូនណាដោយសារដូចខ្ញុំថាទៅតាមខេត្តស្រកគីឡូខ្លះហើយបងប្អូនស្រក2ខាំអាច3ខាំឬក៏តិចជាងនឹងទៅតាមចាក់ស្ដែងណាបងប្អូនណាអូខេអរគុណច្រើននេះបងប្អូនจะដាក់អញ្ចឹងណាបងប្អូនណានេះសកៃដូងបងប្អូនទីថាអីថាសកៃដូងទុំយើងធម្មតាណាបងប្អូនដាក់ទៅតិចទៅចូលទៅក្នុងសកៃដូងនឹងអស់ហើយមួយមិននិយាយបងប្អូនអើយបងមើលធំណាបងប្អូនអូយសាច់អស់តហើយដួងខ្ញុំតគ្រប់ថ្ងៃគឺ50ថ្ងៃទៅ55ថ្ងៃបងប្អូនបានចាប់ដើមដាក់លក់ណាបងប្អូនណាមើលសាច់មួយណែណាបងប្អូនណែនឹងកតាន់តន់អេហ្មងបងប្អូនអាយ៉ាខ្លាំងណាស់ណែថ្មិញអត់អីទេបងប្អូននិយាយទៅវាអត់មានខាមអីទេគាត់វាច្បិចចុងរៀមយើងហ្នឹងយើងចេះភ្ញាក់ហ្នឹងអូខេបងប្អូននេះច្រើនដាក់ធំល្អពណ៌ស្អាតបងប្អូនពេលថ្ងៃដែលពេលជុំអញ្ចឹងពលឺវាអត់ស្អាតតែធាតុពិតសាច់ដួងគឺពណ៌លឿងស្អាតដោយសារយើងប្រើពោតគេហៅពោតបន្ទក់ពោតឲ្យស៊ីបងប្អូនអញ្ចឹងវាសាច់វាពណ៌ដូចពោតអញ្ចឹងអូខេបាទបងប្អូននេះចូលអស់ហើយបងប្អូនឃើញចូលអស់លេងហ្មងអញ្ចឹងឥឡូវយើងចាប់ដើមរុំបិទស្កុតណាបងប្អូនណាអូខេបាទសួស្តីបងប្អូនសម្រាប់ការបញ្ចើឥឡូវគឺយើងផ្ញើអញ្ចឹងណាបងប្អូនណាហើយនេះមានឯកសារនៃការបរៀនធ្វើម្ហូបណាបងប្អូនណាយើងបិទទៅលើនឹងតែម្ដងហើយការផ្ញើគឺធានាបងប្អូនអត់មានបញ្ហាទេធានាលើការបាត់បង់ខូចខាតឬដួងងាប់ណាបងប្អូនណាមិនបារម្ភទេហើយការຕົកគឺຕົកបានលើសពី15ថ្ងៃអត់ងាប់ទេសាច់ដួងហើយនេះបងប្អូនយើងរៀបចំអស់ហើយនេះឯកសារបរៀននៃការធ្វើម្ហូបមិនថាឆាអំពងអាំងអីទេគឺមានអស់បងប្អូនណាគឺមាននៅក្នុងនោះទាំងអស់ចង់ឲ្យបងប្អូនចង់បានអីតាក់ទងខ្ញុំអ្វីដែលសំខាន់ជាងគេគឺឯកសារនេះខ្ញុំដាក់ទៅបរិញ្ញាសាបងប្អូនមានចង្អល់គឺអាចថាសួរបន្ថែមបានណាបងប្អូនណាអូខេបងប្អូនរៀបចំហើយឥឡូវដាក់តាមវីរៈបុណ្យឋានតែឥឡូវណាបងប្អូនណាគឺស្អាតធានាសុវត្ថិភាព 100% ណាបងប្អូនណា